ការថែទាំសុខភាពមនុស្សចាស់ជាទូទៅគេកំណត់មនុស្សចាស់ចាប់ពីអាយុ50ឆ្នាំឡើងទៅនេះគឺជាដំណាក់កាលដែលរាងកាយចាប់ផ្ដើមមានការប្រែប្រួលខ្លាំងដូច្នេះការយកចិត្តទុកដាក់លើរបបអាហារផ្លូវចិត្តនិងសកម្មភាពរស់នៅប្រចាំថ្ងៃគឺជារឿងចាំបាច់បំផុតហើយយើងគួរធ្វើនៅចំណុចសំខាន់ៗដូចតទៅ 1. របបអាហារនិងអាហារូបត្ថម្ភកាត់បន្ថយប្រៃខ្លាំងផ្អែមខ្លាំងនិងអាហារដែលមានខ្លាញ់សត្វខ្ពស់ដើម្បីបង្ការជំងឺលើសឈាមនិងទឹកនោមផ្អែមហើយនឹងពិសាទៀងទាត់ពេលវេលាបង្កើនបន្លែបៃតងផ្លែឈើស្រស់និងត្រីគួរជ្រើសរើសអាហារដែលងាយរលាយនិងមានជាតិសរសៃខ្ពស់គឺ fiber ដើម្បីជៀសវាងការទន់លាមកពិសាទឹកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ប្រហែល 1.5 ទៅ 2 លីត្រក្នុងមួយថ្ងៃទោះបីជាមិនសូវមានអារម្មណ៍ស្រេកក៏ដោយ 2. ការហាត់ប្រាណគួរហាត់ប្រាណស្រាលៗដែលសមស្របនឹងកម្លាំងដូចជាដើរយឺតៗហាត់យោដៃជើងឬធ្វើចលនាដៃជើងតិចៗការហាត់ប្រាណជួយឲ្យឈាមរត់បានស្រួលគេងលក់ស្រួលនិងរក្សាកម្លាំងសាច់ដុំ 3. សុខភាពផ្លូវចិត្តនិងអារម្មណ៍ការចូលរួមកិច្ចការសង្គមលើកទឹកចិត្តឲ្យកត់បានជួបជុំមិត្តភក្តិចូលរួមកម្មវិធីបុណ្យទានឬនិយាយលេងជាមួយកូនចៅដើម្បីកុំឲ្យមានអារម្មណ៍ឯកោការសម្រាកធានាថាគាត់បានសម្រានស្កប់ស្កល់យ៉ាងតិច 7-8 ម៉ោងក្នុងមួយយប់ 4. ការតាមដានសុខភាពជាប្រចាំពិនិត្យសុខភាពគឺ check up ត្រូវទៅជួបគ្រូពេទ្យរៀងរាល់6ខែម្ដងឬ1ឆ្នាំម្ដងឬតាមបញ្ជាគ្រូពេទ្យដើម្បីពិនិត្យសុខភាពទូទៅនិងមុខងារសរីរាង្គផ្សេងៗករណីសុខភាពប្រែប្រួលឬមានជំងឺថ្មីប្លែកប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ការប្រើប្រាស់ថ្នាំត្រូវលេបថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវនិងទៀងទាត់ប្រសិនបើមានជំងឺប្រចាំកាយ 5. សុវត្ថិភាពក្នុងការរស់នៅរៀបចំបន្ទប់គេងនិងបន្ទប់ទឹកឲ្យមានពន្លឺគ្រប់គ្រាន់និងមិនរអិលដើម្បីបង្ការការដួលដែលជាហានិភ័យខ្ពស់សម្រាប់មនុស្សចាស់ចំណាំការផ្ដល់កម្លាំងចិត្តនិងក្តីស្រឡាញ់ពីកូនចៅគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់សុខភាពមនុស្សចាស់ហាមពិសាគ្រឿងស្រវឹងនិងជក់បារី